សួរពុកម៉ែបងប្អូនទាំងអស់គ្នាចឹងឥឡូវគឺខ្ញុំមកវិញអានជាមួយនឹងខួបថ្មីទៀតដែលខ្ញុំបានដាក់ស្រាវជ្រាវទីសុភគតិបណ្ឌិតរបស់អ្នកដឹកនាំនិងកម្ពុជាអ្នកប្រាជ្ញដែលខួបនោះគឺមានប្រសាសន៍ទៅដោយលោក Raul Garcia Bravo ដែលគាត់បានមានប្រសាសន៍ថាការប្រថុយបំផុតគឺមិនហ៊ានប្រថុយសោះជាទីមានរំលេចខួបហ្នឹងគឺពិតជាល្អសម្រាប់ការគិតរបស់មនុស្សយើងម្នាក់ៗដោយសារតែខ្ញុំគឺជាមនុស្សម្នាក់ដែលអត់សូវហ៊ានធ្វើអីថ្មីហើយអត់សូវហ៊ានបន្ថយដូចជាការដែលខ្ញុំចង់នៅក្នុង comfort zone របស់ខ្ញុំអញ្ចឹងទៅនៅពេលដែលមានអីថ្មីកើតឡើងអញ្ចឹងទៅខ្ញុំអត់សូវចង់សាក់អត់សូវចង់ទៅចង់លឺចឹងទេហើយក៏ខ្ញុំគិតថាពេលដែលយើងធ្វើអញ្ចឹងទៅគឺយើងនៅតែ inside call របស់យើងពីមួយថ្ងៃទៅមួយថ្ងៃចឹងទៅយើងអត់បានដឹងអីថ្មីនៅខាងក្រៅយើងអត់បានដឹងពី experience ថ្មីយើងអត់ធ្លាប់ខុសយើងអត់ធ្លាប់ដួលចឹងទៅបើសិនជាឧបមាថាយើងនៅតែក្នុងអា cycle ដែលយើង comfort zone នឹងរហូតចឹងទៅយើងតាំងថ្ងៃណាទៅបានយើងអាចអភិវឌ្ឍខ្លួនឯងដើរទៅមុខបន្តបានដោយសារតែខ្ញុំដឹងថាមនុស្សយើងគឺប្រកាសថាអត់សូវចង់ទៅណាដែលអាចនឹងមានការបន្ថយច្រើនទេប៉ុន្តែដោយសារតែអញ្ចឹងហើយបានយើងដួលអញ្ចឹងហើយបានយើងដួលហើយយើងខកឈរវិញបានអញ្ចឹងទៅបើសិនជាយើងអត់ដែរដួលសោះយើងមិនដឹងថាដួលហ្នឹងវាឈឺមិនវាធ្វើឲ្យផ្លែស្បែកយើងមិនដូចខ្ញុំអញ្ចឹងខ្ញុំធ្លាប់ដួលម៉ូតូនេះអាហ្នឹងក៏វាគឺជាការបន្ថយមួយដែរអញ្ចឹងទៅឧបមាថាបើសិនជាខ្ញុំអត់ដែរដួលអញ្ចឹងសោះសួរថាខ្ញុំដឹងថាវាឈឺដល់ប៉ុណ្ណឹងអត់សួរថាខ្ញុំដឹងថាលោកគ្រូខ្ញុំជិះលឿនចង់ទៀតរត់សួរថាបើសិនជាវាកាត់ឡើងចឹងហើយលោកគ្រូខ្ញុំឲ្យវាកាត់ឡើងម្ដងទៀតរត់អត់ទេប្រកាសជាអត់ទេចឹងទៅបើសិនជាយើងអត់ដឹងថាអានោះវាឈឺប៉ុណ្ណឹងវាឈឺខ្លាំងវាវេទនាខ្លាំងវាធ្វើអំពើទុកដល់ជីវិតយើងខ្លាំងយើងមុនក្រោយកងតាពិបាកអីបើសិនជាយើងអត់ដឹងដោយសារតែបើនៅពេលយើងដឹងចឹងហើយទៅថ្ងៃក្រោយទៅយើងដឹងចឹងទៅវាល្អសម្រាប់យើងដែរយើងមិនទៅដូចស្រស់ចឹងពេកចឹងទៅខ្ញុំគិតថាគាត់នឹងគឺវាពិតជាមានតម្លៃសម្រាប់ខ្ញុំមែនតើហើយខ្ញុំក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចបញ្ចេញយោបល់ដល់អ្នកគ្នានៅក្នុង comment អីដូចដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបាយបាយ